Ok, Cohen là lấy dương ngày dây âm phí venยุทธศาสตร์เวนទីផ្សារបុកឃ្លាយតើយុទ្ធសាស្ត្រវេនទីផ្សារបុកឃ្លាយនឹងមានន័យយ៉ាងម៉េចឥឡូវខ្ញុំនឹងបញ្យល់ Cohen ឯងឲ្យ Cohen ឯងយកទៅគិតនិងយកទៅពិចារណាដូច្នេះវេនទីផ្សារបុកឃ្លាយនឹងបានន័យថាម៉េចនៅក្នុងមួយថ្ងៃទីផ្សារបើកប្រហែលម៉ោង Cohen ក្នុងមួយថ្ងៃលោកគ្រូអឺហឺមួយថ្ងៃដូចជាបើក22ម៉ោង23ម៉ោង23លោកគ្រូណាបាទទីផ្សារបើកបិទតែ1ម៉ោងឯងមួយថ្ងៃហ៎បាទអូខេអញ្ចឹងយើងត្រូវធ្វើវេនហ្នឹងបានន័យថាម៉េចទី1គឺម៉ោងអីគេអាស៊ីម៉ោងអាស៊ីបាទម៉ោងអាស៊ីណាបាទម៉ោងអាស៊ីបានន័យថាម៉េចឃើញវាចុះហេទីdown trend 2ចុះពេលនេះអត់មានអីទេពេលនេះគឺពេលទីផ្សារអត់ដើរនេះទីវេនបាទ ទី2គឺវេនអីគេវេននៅ London London ឃើញវេននៅ London ពាក្យថាបុកឃ្លាយហ្នឹងមានន័យថាម៉េចឥឡូវយើងឲ្យយល់ពាក្យថាបុកឃ្លាយនេះគឺវេនអាស៊ីបាទដល់ពេលទីផ្សារ London មកវាមិនគេវាបុកធ្លាយអានេះគេវាធ្លាយហ៎បាទ sweep វាបុ low កធ្លាយឃើញទេបាទពាក្យថាវាបុកធ្លាយអូខេដល់ម៉ោង London វាមិនវាបុកធ្លាយម៉ោងអាស៊ីទៀតប៉ុន្តែដល់ម៉ោង New York ឃើញទេវាបុកបាទធ្លាយអីគេវាបុក clear អាស៊ីវិញវាបុកធ្លាយអាស៊ីវិញអាហ្នឹងហេតុតែពេលយើងមិនពេលនេះគឺយើងថានេះម៉ោងអីគេម៉ោង New York ពីនេះមកម៉ោងអីគេបាទវេន New York អានេះវេន New York ឃើញទេឥឡូវបាទឥឡូវយល់ពាក្យថាវេនហ្នឹងឥឡូវខូនយល់ពាក្យថាវេននៅវេនអាស៊ីវេន London វេនអីគេ New York New York អូខេប៉ុន្តែ3វេនហ្នឹងគឺដំណើរការយ៉ាងម៉េចទី1ពេលណាឃើញយើងចំណាំមើលណាប៉ុន្បាទតែមិនមែន100%ទេវេនអាស៊ីវាចុះដល់ម៉ោង បា London ទវាម៉ោង London វាបុកធ្លាយអាស៊ីទៀតដល់បាទពេល New York នេះមកខ្វាច់នេះឃើញទេវាបុកធ្លាយអាស៊ីបាទទៅវិញបាទអូខេឥឡូវយើងមើលវេនវាហើយអញ្ចឹងយើងបង្កើតយុទ្ធសាស្ត្របានហើយឃើញទេបានបាទន័យថាពេលនេះយើងអត់ធ្វើអីទេយើងអង្គុយចាំវាចាំមើលវាបុកធ្លាយអត់បាទបើវាបុកធ្លាយវាមានប្រមាណភាគរយដែលវាអាចត្រឡប់ឡើងវិញដូច្នេះ Kevin ឲ្យចាំចាប់តែមួយម៉ាត់ហ្នឹងបាទយល់នៅតើលោកគ្រូបាទហើយពេលណាវាបុកធ្លាយទៅដល់លើវិញបានន័យថាម៉េចវាអស់ទៅលើហើយវាត្រូវទៅចុះមកវិញឃើញទេឲ្យបាទតែវាបុកធ្លាយហើយបានន័យថាម៉េចវាត្រឡប់មកវិញបាទតើលោកគ្រូអូខេឥឡូវឃើញទីផ្សារហ្នឹងវារត់ដែលចឹងហ៎បាទឥឡូវវាបុកធ្លាយវាឡើងទៅវិញនេះទីមួយបាទឲ្យយល់ concept ហ្នឹងសិនឲ្យយល់តួនាទីវាសិនឲ្យយល់មុខព្រួញវាសិនបាទបើ Coven អីនៅចាំតែប៉ុណ្្នឹងបានវាយ៉ាងម៉េចយើងចេះចាប់អីហ่ะប៉ុន្តែទីមួយប៉ុន្តែវាមិនមែនថា100%វាអញ្ចឹងទាំងអស់ទេបាទយើងប៉ុន្តែវា90%ហើយដែលវាបុកធ្លាយហើយវាបុកធ្លាយទៅលើវាបុកធ្លាយមកក្រោមវា90%បាទវាមិនមែន100%ទេប៉ុន្តែគ្មានអ្វីមួយ100%ដល់អញ្ចឹងយើងត្រូវមានស្អីខ្លះដែលអង្គុយចាំមើលវាថាវាបញ្ជាក់ទៅនឹងបាទឥឡូវយល់ពាក្យថាយុទ្ធសាស្ត្រពេលទីផ្សារបុកធ្លាយទៅយល់លោកគ្រូតន់កន្លែងហ្នឹងដោយសារបើនិយាយភាសាបច្ចេកទេសហ្មងគឺថាវា sweep low អឺហឺបាទវាចុះមក sweep នៅនឹងវានិយាយទៅគឺទីផ្សារ London វាចុះមកផ្ដាច់sweep របស់ទីផ្សារអាស៊ីអឺហឺរួចហើយនៅពេលដែល New York បើកគឺវាចាប់ផ្ដើមទាញតម្លៃហ្នឹងឡើងទៅ sweep អឺកន្លែងទីផ្សាររបស់អាស៊ីវិញហ្នឹងបាទ New York បើកវាយ៉ាឡើងទៅផ្ដាច់high លើវិញណាអូខេឥអញ្ចឹងវា ឡូវយើងគិត pattern ទៅវាមើលទៅមកគ្រូយើងគិតទៅមើលម៉ោងបាទអាស៊ីម៉ោង London នេះម៉ោង London ប៉ុណ្ណេះបាទអានេះប្រឡោះនេះអាប្រឡោះនេះបាទគឺប្រឡោះយើងរងចាំបាទ
ប្រឡោះនេះគឺប្រឡោះយើងរងចាំមើលទីផ្សារនឹងយ៉ាងម៉េចដល់ពេលម៉ោងចិត្តដល់ម៉ោងអីគេ ម៉ោងញូវយ៉ក ចិត្តដល់ម៉ោងញូវយ៉កអត់តាន់បើកទេម៉ោងញូវយ៉កបើកនៅណែ បាទ បានន័យថាមួយម៉ាត់នេះណាយើងចាំវារហូតដល់ម៉ោងញូវយ៉កមកមិនវាប្រច្រាស់មកវិញហើយ បាទ អូខេឥឡូវឲ្យយល់ភាគពាក្យថាយុទ្ធសាស្ត្រវេនទីផ្សារបុកឃ្លាយឥឡូវដល់ពេលវាមក switch អីគេវាមក take support នៅពាក់កណ្ដាល London ឥឡូវវាប្រច្រាស់ទៅលើវិញនេះ បាទ អូខេដើម្បីអានេះឲ្យយល់លំហូរទីផ្សារសិន បាទ លំហូរវាឡើងចុះហ្នឹងគឺឲ្យយល់តែប៉ុណ្្នឹងសិននេះឥឡូវ COVID នេះទៅរៀនតែប៉ុណ្្នឹងឲ្យយល់សិនមើលតែប៉ុណ្្នឹងឲ្យតើយល់ហើយទី1ពេលដែលវាបុកឃ្លាយតើវាប្រច្រាស់ទៅវិញអត់ទី2ពេលដែលវាបុកឃ្លាយឬក៏វាបន្តចុះមកទៀតវាមានករណីមួយខ្ញុំដាច់ account បន្តចុះមកទៀត បាទ ដល់អញ្ចឹងយើងទៅធ្វើម៉េចអញ្ចឹងយើងមានយុទ្ធសាស្ត្រយើងមួយផ្សេងទៀតដើម្បីយកមកប្រើវាតែវគ្គដំបូងហ្នឹងគឺឲ្យយល់ថាវេនទីផ្សារបុកឃ្លាយហ្នឹងស្អីទៅ តន់លោកគ្រូកន្លែងហ្នឹងតន់ដែរបាទយល់ នៅ អូជាទូទៅខ្ញុំតែងតែមើលទៅលើ session ដូចគ្នាលោកគ្រូខ្ញុំ trade ណាពេលច្រើនមួយថ្ងៃខ្ញុំ trade 3 session អាស៊ី London ហើយនិង New York យ៉ា ដូចបើទម្លាប់ខ្ញុំព្រលឹមឡើងគឺទីផ្សារនៅកូរ៉េនេះបើកម៉ោង 8 អីចឹងទៅម៉ោង 9 ខ្ញុំចូល trade បាទចូល trade ទីផ្សារអាស៊ីហ្នឹង trade ហើយបន្ទាប់មកដល់ល្ងាចអញ្ចឹងទីផ្សារ London បើកបាទខ្ញុំចូលទៅទៀតខ្ញុំមើលវា អូខេអញ្ចឹងយើងត្រូវចាប់វានៅក្នុងនេះយើងយល់វេនហើយយើងដាក់ chart ហ្នឹងយើងមើល chart ហ្នឹងជា3ទៀត អូបាទ អានេះ 1 minute អានេះ15នាទីអាមួយនេះដល់ប៉ុន្មានគេកន្លះម៉ោង បាទ30 minute អូខេឥឡូវយើងត្រូវយល់ទ្រឹស្ដី chart ហ្នឹងដូច្នេះ1នាទីវាអូខេឥឡូវយើងត្រូវអញ្ចឹងយើងត្រូវយល់ពាក្យវាមួយសិនអូខេយើងត្រូវយល់ពាក្យវាសិនពាក្យហ្នឹងបានន័យថាម៉េចអាធំគ្រប់គ្រងអាតូច ដល់បត់ពីតូចទៅធំនឹងច្បាប់ធម្មជាតិទីផ្សារអាធំហ្នឹងគឺ time frame ធំនេះវាគ្រប់គ្រងតូចបើអាធំនេះអត់បត់ទេណាបើអាធំនេះអត់បត់ទេណាគ្រូណៃអត់មានធ្វើអីបាននេះឃើញវាបត់អីណាហេបាទនេះឃើញវាអស់ចុះហើយនេះ បាទឃើញវាចុះមកពីលើបានន័យថាម៉េចតើតាអាធំនេះបត់បានន័យថាម៉េចបាននឹងថាទីផ្សារនឹងវាបត់ បាទត្រូវ អូខេឥឡូវអានេះរឿងនេះត្រូវនិយាយគ្នាច្រើនទៀតតែថ្ងៃនេះខ្ញុំឲ្យយល់វេនទីផ្សារបុកឃ្លាយនឹងសិនបាទហើយបានខូវិនទៅហាត់វាហើយបានយើងវឹកហាត់យុទ្ធសាស្ត្រនៅលើនឹងទៀតហើយវឹកហាត់ឲ្យត្រូវពេលបាទ ធ្វើម៉េចឲ្យត្រូវពេលហ្នឹងគឺសំខាន់មែនទែនតែខុសពេលបន្តិចគឺងាប់បាទហើយមួយថ្ងៃចែកទៅប៉ុន្មានម៉ោងទៅ3វេនមួយហ្នឹងពេលណាដែលវាបត់ហ្នឹងគឺមកពីអា time frame ធំហ្នឹងវាបត់បើ time frame ធំអត់បត់ទេណាធ្វើម៉េចកំតាន់ចូលប្រហែលសោះអូខេអាហ្នឹងវាទៀមទាការបញ្យលទៀមទាការបង្ខាត់ច្រើនបានអាចធ្វើទៅបានបាទលោកគ្រូបាទ អូខេឥឡូវថ្ងៃហ្នឹងខ្ញុំបញ្យល់តែប៉ុណ្្នឹងទេបាទអរគុណលោកគ្រូបញ្យល់ម្ដងតិចហើយឲ្យចូលនេះទៅធ្វើ test សិនពិសោធន៍ហើយពិសោធន៍ទៀតពិសោធន៍ឲ្យតល់តែដឹងថាវេននឹងវាបុកទៅណាហើយចាប់នៅពេលណាហើយឆាតនឹងវាបត់យ៉ាងម៉េចទៀតយើងនឹងនិយាយម្ដងតិចតែនិយាយច្រើនពេកចាប់អត់បានទេច្រើនពេកព្រោះខ្ញុំរយៈពេល 3-4-5 ឆ្នាំហ្នឹងខ្ញុំបំបែកតែប៉ុណ្្នឹងឯងហើយអត់ត្រូវការចេះច្រើនទេប៉ុន្តែនៅក្នុងយុទ្ធសាស្ត្រយើងវាមាន
មានរបៀបវាច្រើនអូខេឥឡូវខ្ញុំសុំនិយាយតែប៉ុណ្្នឹងឯងអានេះនោះ អរគុណច្រើនលោកគ្រូ ខ្ញុំសុំនិយាយតែប៉ុណ្្នឹងឯងតែនិយាយច្រើនពេកវានេះហ៎ បាទ អូខេខ្ញុំឈប់ record សិន